ញោមខ្លាយជាកូនមិនល្អហើយតើតាពេលម៉ែអត់នៅបានធ្វើរបស់ឆ្ងាញ់ហូបពេលធ្វើអីក៏ដោយចង់ឲ្យម៉ែបានសាករហូតនឹងប៉ុន្តែរឿងម្ហូបឆៅនេះម៉ែគាត់ស្មាលាហ្មងអញ្ចឹងនៅពេលដែលចង់ហូបរបស់ឆៅខ្ញុំអត់អាចធ្វើពេលម៉ែនៅផ្ទះទេធ្វើហូបមុខគាត់នៅតែបាននឹងតែអាណិតគាត់ជាងហូបឆ្ងាញ់ឲ្យគាត់អង្គុយមើលមុខមិនកើតថ្ងៃនេះខ្ញុំធ្វើផ្គាត្រាំទឹកស្អ៊ីវចង់ហូបយូរណាស់ហើយតែទ្រាំតែដៃចិត្តធ្វើអាណិតម៉ែហើយរបៀបធ្វើរបស់ខ្ញុំរៀងខុសពីគេបន្តិចផ្គាបកស្អាតតែអត់ដាក់ទាំងមូលទេពុះវាជាពីរធ្វើអញ្ចឹងបានឆាប់ចូលជាតិជាមួយទឹកសុះហើយក៏អត់ជ្រាកដែរផ្គាត្បិតថាអត់បានស្រុះជាមួយតែក្តៅមែនតែពេលត្រាំទឹកកកជាមួយនឹងសូដាឆ្អិនដូចគ្នាត្រាំឲ្យរៀងយូរបន្តិចបានរឹងសាច់អត់សូវឆ្អាបល្ងាចនេះបានមកមុខនឹងហូបជាមួយបាយគ្រាន់តែនឹកឃើញក៏ហៀទឹកមាត់ដែរបងប្អូនចាំឆ្នាំងដាំបាយនេះបានអត់ខ្ញុំទិញពី Page Room 22 Live ប្រើបានយូរណានៅក្នុង Page គាត់មានលក់អីវ៉ាន់ប្រើប្រាស់គ្រប់ប្រភេទហ្មងតាំងពីក្បាលដល់ចុងជើងហើយគាត់ផ្ដោតតែលើការ Live លក់ទេ Live មួយថ្ងៃម្ដងម៉ោង 2 រសៀលអីវ៉ាន់ខាង Room 22 Live ធូរថ្លៃមែនតើហើយនៅក្នុងខែមិនិនានេះ Free សេវាដឹកជញ្ជូនឥតគិតថ្លៃទោះបីជាចំណាយអស់តែ500រៀលខ្មែរក៏ដោយកាន់តែពិសេសសម្រាប់ការកម្មង2 Live បន្ទាប់នេះគឺបងប្អូននឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy 2025ចំនួន1គ្រឿងនិងរង្វាន់ផ្សេងទៀតចង់ទិញអីវ៉ាន់ចំណាយលុយតិចតែទទួលបានផលិតផលល្អកុំភ្លេច Room 22 Live បងប្អូនចង់បានឆ្នាំងដាំបាយអគ្គិសនីនេះអត់ខ្ញុំមានកាដូជូនបងប្អូនគ្រាន់តែ Like Comment Share វីដេអូនេះខាង Page Room 22 Live នឹងប្រកាសអ្នកដែលទទួលបានសរុបទាំងអស់ចំនួន3គ្រឿងដាក់ដាំបាយហើយចាត់ការធ្វើគ្រឿងទឹកស្អ៊ីវម្ដងមានគល់ស្លឹកខ្ទឹមម្ទេសតាមចំណូលចិត្តមួយមុខនេះតើតើមានខ្ទឹមសបានឆ្ងាញ់ហើយកុំឲ្យខ្ទឹមសហាងយកទៅដាក់ស្រុះមកផ្លែតរួចស្រង់ដាក់ជាមួយនឹងទឹកកកធ្វើអញ្ចឹងអត់ហាងហើយញ៉ាំទៅក៏អត់សូវធំមាត់ដែរមានបងប្អូនណាដូចខ្ញុំអត់ពេលលីងល្ងម្ដងអត់ដឹងថាពេលណាឆ្អិនដាក់ទឹកជាមួយនឹងល្ងហើយលីងដល់ឡើងក្រហមនឹងពងមានន័យថាល្ងឆ្អិនហើយគ្រឿងផ្សំសំខាន់មានទឹកស្អ៊ីវស្ករត្នោតម្សៅស៊ុបអំបិលនិងទឹកជាតាមទម្លាប់ខ្ញុំធ្វើឆ្ងាញ់បរិមាណស្ករត្នោតនិងទឹកស្អ៊ីវប្រហែលគ្នាតែអាស្រ័យលើរសជាតិទឹកស្អ៊ីវដែរទេបើសិនរៀងសាបយើងយកប្រហែលគ្នាបានបើរៀងប្រៃដល់ឡើងស្ករតាមនឹងទៀតដាក់គ្រឿងផ្សំទាំងអស់ចូលគ្នាហើយទុកឲ្យពុះរងាស់ឲ្យខាប់ចែកបានឆ្ងាញ់រសជាតិល្អខាប់ឲ្យទុកឲ្យត្រជាក់បន្តិចចាំចាក់គ្រឿងផ្សំផ្សេងចូលរបៀបធ្វើដូចខ្ញុំអត់បាក់ត្រាំផ្គាទុកយូរទេយើងធ្វើភ្លាមបានញ៉ាំភ្លាមហ្មងបើអ្នកលក់គាត់អត់វះពោះផ្គាអញ្ចឹងទេព្រោះអត់ចំណេញដាក់ទាំងមូលទៅបានឃើញផ្គាច្រើនធ្វើញ៉ាំខ្លួនឯងចេះធ្វើដូចខ្ញុំទៅដឹងថាឆ្ងាញ់ជាប់ជាតិចង់ញ៉ាំហើយញ៉ាំទៀតហ្មងសំខាន់សាច់ផ្គាអត់ឆ្អាបអត់ជ្រៀកហើយអត់តលាន់ទៀតតោះបងប្អូនហូបផ្គាត្រាំទឹកស្អ៊ីវជាមួយខ្ញុំទាំងអស់គ្នាឆ្ងាញ់ណាស់